តោះយើងមានកាត់តវីដេអូតាម CapCut បន្តទៀតហើយអញ្ចឹងបងប្អូនចូលមកកាន់កម្មវិធី CapCut ហើយធ្វើការ add រូបផលិតផលយើងចូលចាចំពោះរូបគឺខ្ញុំធ្វើការ add ចូលពីរអញ្ចឹងណាបងប្អូនទាំងអស់គ្នាអូខេពេល add ចូលមកដល់ហើយកន្លែងខ្ញុំសេរីសាយបន្តិចដោយសារខ្ញុំចង់បានទំហំវាវែងអញ្ចឹងណាតើបងប្អូនចូល effect ហើយចូលកន្លែង video effect ហើយចុចពាក្យថា open and closing បន្ទាប់មកទៅរកពាក្យថា 3D screen អូខេចុចនៅលើហ្នឹងទៅបន្ទាប់មកប៉ះនៅលើហ្នឹងហើយបងប្អូនទៅសេរី speed នេះទាញយកមកដល់ខាងក្រោយមកហើយឡើង blur នេះដាក់វាត្រឹមតែ30អីទៅបានហើយអូខេអញ្ចឹងយើងដាក់តែប៉ុណ្្នឹងទេបន្ទាប់មកខិតមកមុខបន្តិចមកដល់កន្លែងនេះបងប្អូនទៅចុចពាក្យ video effect ម្ដងទៀតហើយបងប្អូនចុចនៅខាងលើនេះកន្លែងនេះ super screen នេះចុចកន្លែងហ្នឹងមកហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងហើយបងប្អូនចាំមើលយើងនឹងទទួលបានវីដេអូបែបនេះតោះអញ្ចឹងយើងទៅមើលជាមួយនឹងរីសាទាំងអស់គ្នាបន្ទាប់ពីយើងធ្វើការកាត់តហើយរួចរាល់តោះអញ្ចឹងបងប្អូនទៅមើលរីសាទាំងអស់គ្នាអញ្ចឹងយើងទទួលបានវីដេអូបែបហ្នឹងនេះឃើញបងប្អូនទាំងអស់គ្នាអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលា